ភ្លៀងធ្លាក់ខ្លាំងសម្រាប់មនុស្ស5នាក់នៅភាគខាងត្បូងប្រទេសចិនភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តខ្វាងតុងនិងខ្វាងស៊ីភាគខាងត្បូងប្រទេសចិនបានសម្លាប់មនុស្ស5នាក់និងបាត់ខ្លួនជាច្រើនអ្នកកាលពីចុងសប្តាហ៍គណៈអាជ្ញាធរបានចេញការជូនដំណឹងសម្រាប់ភ្លៀងធ្លាក់ខ្លាំងទឹកជំនន់ភ្នំនិងគ្រោះមហន្តរាយភូមិសាស្ត្រនៅភាគខាងត្បូងនៃប្រទេសនេះបើយោងតាមការចេញផ្សាយពីអង្គភាព Reuters នៅថ្ងៃទី19ខែឧសភានេះមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនបានចេញការព្រមានជាច្រើននៅចុងសប្តាហ៍នៃភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់នៃខេត្តជាងស៊ីស៊ីជាងហ្វូជីនយ៉ាងដួងនិងខេត្តស៊ីនជាងភាគពីយប់ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទការប្រកាសអាសន្ននេះត្រូវបានចេញនៅក្នុងផ្នែកនៃខេត្តស៊ីជាងហ្វូជីនខ្វាងតុងនិងខ្វាងស៊ីដែលបង្ហាញពីហានិភ័យខ្ពស់នៃទឹកជំនន់ភ្នំអាកាសធាតុកាន់តែក្តៅកាលពីឆ្នាំមុនត្រូវបានអមដោយព្យុះកាន់តែខ្លាំងនិងភ្លៀងធ្លាក់កាន់តែខ្ពស់ហើយនាំឲ្យមានការកើនឡើងនៃការប្រើប្រាស់ថាមពលនៅក្នុងប្រទេសភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានរំពឹងទុកផងដែរពីថ្ងៃច័ន្ទដល់ថ្ងៃអង្គារនៅក្នុងតំបន់រួមទាំងតំបន់ភាគខាងលិចឆ្ងាយនៃស៊ីនជាងតាមបណ្ដោយភ្នំ